นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมริกะริยานมัสการថ្វាយបង្គំមេនៃខ្ញុំព្រះករុណាអត្ថជោមានរតនតយស័កចំពោះប្រជុំ3នៃព្រះត្រៃសរណៈមានព្រះពុទ្ធសរណៈជាខាងដើមអត្តរេណៈដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពង់ខ្ពស់រោគាចេវន្តរាយាចឧបានាចេឧបតវាពុទ្ធាតិអានុភាវេណៈធម្មាតិអានុភាវេណៈសង្ឃាតិអានុភាវេណៈដោយអំណាចនៃកិរិយាប្រារព្ធធ្វើនៅបទនមស្ការនិងប្រណមគាថាដោយសង្ខិតសង្ខេបបែបខ្លីតែប្រមាណប៉ុណ្ណេះក៏សូមឲ្យចង្រៃអបមង្គលកាលខេណីទាំងឡាយទាំងពួងនោះក៏វាជិះចេញឆ្ងាយអំពីរជ្ជកាយរបស់បដិជ្ជប្រគុណញោមញាតពុទ្ធបរិស័ទលោកអាចារ្យម្ចាស់ផ្ដាំទានប្រធាននៃផ្ដាំបុណ្យដែលបដូរយកមកវិញនៅសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការចូលការកើតមានដល់បដិជ្ជគុណញោមញាតពុទ្ធបរិស័ទម្ចាស់ផ្ដាំទានប្រធានផ្ដាំបុណ្យក្នុងវេលាឱកាសនេះប្រារព្ធធ្វើនៅកម្មវិធីបុណ្យតក្ខិណានុបទានគម្រប់ខួប7ថ្ងៃឧទ្ទិសកុសលជូនទៅដល់វិបាកវិញ្ញាណរបស់ញោមឧបាសិកាជាវគីមលៀងដែលគាត់បានធ្វើមរណកាលគម្រប់6ថ្ងៃ7ថ្ងៃនៅថ្ងៃស្អែកហើយក៏បានអរតនីនិមន្តប្រសង់ចម្រើននៅព្រះបរិត្តសូត្រចំនួន7ព្រះអង្គបន្ទាប់មកបានអរតនីប្រសង់មួយព្រះអង្គដើម្បីសម្ដែងនៅពធទេសនានៅក្នុងគណៈវេលាកាសនេះហើយនៅក្នុងថ្ងៃនេះដែរកម្មវិធីបុណ្យគឺស្ថិតនៅក្នុងថ្ងៃអាទិត្យ5កើតខែទុតិយាសាទឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី19ខែកក្កដាឆ្នាំ2026ហើយអ្នកផ្ដើមបុណ្យទី1គឺលោកស្រីសនស្រីហួចនិងស្វាមីព្រមទាំងបុត្រទី2លោកសនម៉ាប់និងភរិយាព្រមទាំងបុត្រទី3លោកស្រីសនណៃជេងនិងស្វាមីព្រមទាំងបុត្រទី4លោកស្រីសនណៃហេងនិងស្វាមីព្រមទាំងបុត្រទី5លោកសនហៀលីននិងភរិយាព្រមទាំងបុត្រទី6កញ្ញាសនណៃនីចាស់ហើយញោមណាបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើនៅកម្មវិធីបុណ្យនេះឡើងហើយនៅក្នុងគណៈវេលាកាសនេះអង្គខ្ញុំគណៈអាត្មាមិនលើកយកអំពីអ្វីច្រើនទេគឺអាត្មាលើកយកអំពីគុណថាមូលហេតុអ្វីបានជាអាត្មាត្រូវលើកយកអំពីគុណពីព្រោះនៅក្នុងថ្ងៃនេះញោមបានធ្វើនៅបុណ្យតក្ខិណានុបទានបើមិនមានគុណពីរនឹងទេប្រហែលជាបុណ្យតក្ខិណានុបទានគម្រប់ខួប7ថ្ងៃជូនញោមឧបាសិកាជាវគីមលៀងហ្នឹងប្រហែលជាអត់មានកម្មវិធីប្រព្រឹត្តទៅទេបើដោយសារមានគុណពីរហ្នឹងហើយគុណពីរហ្នឹងអីគេថាទី1លោកឲ្យឈ្មោះថាជាតិគុណក៏នឹងទី1ជាតិគុណទី2គឺឧបការៈគុណអ្វីទៅជាជាតិគុណជាតិយើងប្រែមកថាកំណើតកើតជាការបានកើតមកអញ្ចឹងលោកឲ្យឈ្មោះថាជាតិ
ហើយជាតិគុណគុណយើងប្រែមកថាយ៉ាងម៉េចប្រែមកថាសេចក្តីល្អសេចក្តីល្អសំដៅទៅលើនរណាថាសំដៅទៅលើញោមឧបាសិកាជាវគឹមលៀងនឹងហើយតែគាត់មានគុណទៅលើកូនចៅប្រុសស្រីបានថ្ងៃនេះកូនចៅប្រុសស្រីធ្វើបុណ្យនេះគុណពីរយ៉ាងនឹងអីគេថាទី1ជាតិគុណគុណគឺការឲ្យកំណើតហើយប្រសិនបើមិនមានញោមឧបាសិកាជាវគឹមលៀងទេប្រហែលជាថ្ងៃនេះគ្មានវត្តមានកូនចៅប្រុសស្រីនៅទីនេះទេបាទទេញោមបាទទេប្រសិនបើមិនមានគាត់ទេប្រហែលជាមិនមានវត្តមានកូនចៅប្រុសស្រីនៅទីនេះចឹងបានលោកឲ្យឈ្មោះថាជាតិគុណគុណគឺការផ្ដល់ឲ្យនៅកំណើតមុនគេថាដល់នរណាថាដល់កូនចៅប្រុសស្រីទាំងអស់ហ្នឹងទាំងពីលេខរៀងទី1រហូតដល់ទី6បើមិនមានវត្តមានឪពុកម្ដាយទេប្រហែលជាគ្មានវត្តមានយើងទេមិនមានវត្តមានយើងទីនេះទេចឹងបានថាគុណពីរយ៉ាងជាតិគុណនេះលោកឲ្យឈ្មោះថាជាតិគុណគុណគឺការឲ្យនៅកំណើតហើយបន្ទាប់អំពីឲ្យនៅកំណើតទៅដល់កូនចៅប្រុសស្រីហើយតើគាត់មានកាតព្វកិច្ចទូនាទីអីខ្លះទៀតថានៅពេលដែលផ្ដល់នៅកំណើតដល់កូនហើយត្រូវរ៉ាប់រងចិញ្ចឹមបីបាច់ថែរក្សាកូនរហូតដល់រៀនចប់មានគូស្វាមីភរិយាទៀតនឹងឲ្យឈ្មោះថាជាតិគុណណាជាតិគុណគុណម្ដាយគុណឪពុកយើងហើយទី2លោកឲ្យឈ្មោះថាឧបការៈគុណឧបការៈអ្វីទៅជាឧបការៈមានន័យថាគុណដែលបានចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងនៅបាយទឹកនំចំណីត្រីសាច់គ្រឿងស្លៀកពាក់សពគ្រប់បែបយ៉ាងយើងហៅមួយម៉ាត់ថាបច្ច័យទាំងឡាយ4ដល់កូនចៅប្រុសស្រីចិញ្ចឹមកូនដោយបាយទឹកដោយទឹកដោះរបស់ម្ដាយថ្លៃតម្រាំនឹងយើងមានវ័យវឌ្ឍនាការមកប៉ុណ្ណេះក៏ដោយសារលោកទាំងពីរហ្នឹងហើយចឹងបានអាត្មាលើកថាទី1ជាតិគុណនិងឧបការៈគុណក៏ជាតិគុណនិងឧបការៈគុណឧបការៈគុណដែលចិញ្ចឹមបីបាច់ថែរក្សាផ្ដល់ទឹកដោះដល់កូនមុនគេហ្នឹងហើយមិនត្រឹមតែប៉ុណ្ណេះម្ដាយឪពុកយើងមានគុណ5យ៉ាងទៀតដល់កូនចៅហើយចាំមើលថាតើកូនចៅបានធ្វើសេចក្តីល្អអីខ្លះតបគុណនៃខ្លះដល់គាត់វិញបន្ទាប់អំពីគាត់មានគុណពីរហ្នឹងគុណពីរយ៉ាងជាតិគុណនិងឧបការៈគុណចំពោះកូនចៅប្រុសស្រីហើយចាំមើលបន្ទាប់ពីហ្នឹងតើកូនចៅប្រុសស្រីបានធ្វើគុណអីខ្លះបានធ្វើសេចក្តីល្អអីខ្លះបានតបអីខ្លះចំពោះលោកឪពុកនិងអ្នកម្ដាយរបស់យើងវិញដែលគាត់ធ្វើការកិរិយាទៅបាត់នេះគម្រប់ខួប6ថ្ងៃនៅក្នុងថ្ងៃនេះចឹងគុណម្ដាយឪពុកមាន5យ៉ាងទៀតទី1ជាអ្នកផ្ដល់នៅទឹកដោះមុនគេដល់កូនតោះនេះញោមនរណាជាអ្នកផ្ដល់ទឹកដោះឲ្យយើងមុនគេធម្មតាយើងមិនចឹងញោមមានសាច់ឈាមស្រស់ថ្លាស្រស់ស្អាតមកប៉ុណ្ណេះមានរូបរាងកាយធំធាត់មកប៉ុណ្ណេះក៏ដោយសារញើសឈាមរបស់ឪពុកម្ដាយមិនចឹងញោមក៏ដោយសារញើសឈាមរបស់គាត់ដោយសារបានគាត់ទាំងពីរទើបយើងមានថ្ងៃហ្នឹងបានអាត្មាថាជាអ្នកបានផ្ដល់នៅទឹកដោះមុនគេដល់កូនបើគាត់បានផ្ដល់ដល់កូនចៅប្រុសស្រីហើយតែយើងត្រូវធ្វើអីត្រូវតបគាត់យ៉ាងម៉េចត្រូវទំនុកបំរុងគាត់យ៉ាងម៉េចហ្នឹងទី1ជាអ្នកផ្ដល់ទឹកដោះមុនគេឲ្យកូនទី2ជាទីពឹងរបស់កូនតើគេញោមតាំងពីតូចមកតាំងពីញោមកើតមកងានរណាជាទីពឹងរបស់កូនថាម៉ែថាឪពុកមិនចឹងញោមណាបើតាំងពីកើតងាមកគាត់នឹងហើយជាអ្នករ៉ាប់រងទំនុកបំរុងថែរក្សាសម្លៀកបំពាក់
bạch chọc bài sọc cục bẹp giang miên ở na cài ẩm pí ở phục mà đài dương nâng tề chẳng bàn tham thá chỉ nè chỉ ti băng rồi bao con chạy prosray mun kề nhôm cất mở tăng bị nhôm mình toàn miền sầm tập hiệp là tập hiệp tinh kho ao sao bay liệt luôn ấy tăng pi mình toàn chơi ngu tật luôn ấy tăng pi mình toàn chơi hộp cho luôn anh ba là ná cho nên mình chốc thá mày mình chẳng nhôm đó hay nhôm chăm mơ ta nhôm ai top con quạt rực ót mà xa lược giờ màu sầm đầy đấy ta tăng bị tôi tăng bị nhôm cạt mọc nga rồi hốt rồi nhôm ai cho rọc thạc vì cá tinh sầm liệp bóng piệc luôn ai máu nó tăng pi mình toàn miên lôi cạ tinh máu ta mà đầy ở phục dương tinh sầm liệp bóng piệc ở dương ban và màn gặp lề miền cầu na ai cho rọc hết sầm liệp bóng piệc hay qua tập pi nè tê phần tay ai chỉnh châm con pram của mùi nè rùa toàn ấy nhổ pram của mùi nè rùa là ngay ở một hai chỉ ti băng rồi bỏ cồn ai chỉnh châm cồn rùa ở nhôm cần mở tăng bị tôi tăng bị dương mình toàn che bị xa bay luôn ấy xua thả quát mình chọc bay ở dương ban và mà đò này mình rộp ở đây nhôm hay miền nhôm na mình chọc bay chun quát mình ban và mà đòn đấy miền chàm ấy chàm đấy nhôm đó chẳng dương mình ai vô từ priệp khnia ban đấy thời nhé chẳng bàn thai dương mình ai top con quạt hay lấy mà lực bị hàng đàm chẳng tại nhôm thọp tinh sầm liệp bằng pẹ chun quạt ban và man sầm rạp đó nhổ ban khla hay nhôm từ cật nhôm cật luôn này mới nhôm thả ban khla còn đây nhôm tăng bị quạt nơi đuôi nhôm này thọp xua thật mày tăng bị con mình toàn rộng lôi cả ba nó ta mai tinh sầm liệp bằng pẹ chun liệp pẹ ở con nâng ban và man đong qua rộp hệ ở đây mình chẳng phần tay con ai cho rộp ha nhôm nè ai cho rộp ha tình sầm liệp bằng pẹ và man gặp lê chun mai chun bốc chẳng ai cho rộp bàn phần tay quạt với mình ai cho rộp hệ quạt vợ bon quạt chừng trăm con mình tay nông cô bầm nón trong ban ở vây môi bị câu này chưa đấy nhổm miền được hòm prang pi nè dây ta nâng cặp trăng sập cột bẹp dáng đầm bay câu chài prosray tầng ở nhôm cất mớ tăng bị dương cát ngà máu quạt ngụ tật ở dương ban và màn đòn miền câu na rộp hết hãy nhôm thọp ngụ tật ở quạt ban và màn đòn mình màn khla màn tích chẳng lời nhôm vô từ cất luôn anh đây con cư dịch đây là o được bảo quát chia từ con nâng ô bạc ca được con này mình ai cho ở vây từ priếp tâm smart nâng tất chất mà đai ở phục dương ba này ở phục mà đai chừng châm con trai prosray mình trong ban rọc bo mình trong ban phải giao ở vây muối vì con trai tệ còn tay con trai ai là nhổm bàn tay mình không có xa nhôm thế nè còn thật há con trai prosray vừa ấy muối khác sao tại trong ban Paul bây giờ pia bông mà đai bàn tay ở bông mà đai từ ọt miền đây chỉnh châm con miền trong ban Paul bây giờ ấy muối vì con về nhề ọt miền to từ sao mà đai ở bụng dương miền từ rập ban trọp sầm bát hái tục trai từ đo con cướp khné tiết tập pi nè đây nhổm tập pi nè ai rập ban đây rập rơi hay ta sầm rạp tục trai rồi cồn thôi nhé mình thoa mà đa thế và mình thoa mà đa nâng á chỉ ti băng rồi bỏ cồn ti bay chỉ nè nụ cua đo cồn nụ cua giang mây nhổm tụ cồn nâng khâu và pan na cồn nâng khâu và pan na cồn nâng vừa dịch đây là mình chấm pua quạt đây xua từ quạt đại dập tổ bay chỉ môi con trai prosray ấy thằng đây thôi nhé ở trong màn tham tha mà đai ở phục miền trong ở con lẹ nở rồi so từ trong ở con nắng ban dịch đầy sốc dịch đầy lo ởក្នុងសង្គមchẳng chẳng ban tha chỉ nè nụ cua đo con trai prosray tua bay con nắng to moát
răng ấy dạng ná ở bốc mà đai này dây tư mình đạp ấy dạng ná có mình đai dọc tục bì đài mình đai dọc tục bì cho mùi côn đài nơi tại ao có sao sò lanh côn cướp cướp khnia chẳng nâng bàn mua thá chia nè ạ nụ cua đò côn đòi nơi bài tắc nôm chùm này trời sạch rồi nhé mình chọc côn tăng bị tôi nga rồi hốt côn khla và côn khla chủ ai đã lơ mà đai đã lơ ở bốc sập cục bài dáng mà đai ta thôi pơm ra ông chấm pua cônយ៉ាងណាគ្មានទេអត់មានតតែសោះសម្រាប់ឪពុកម្ដាយប៉ុន្តែកូនចៅប្រុសស្រីអាចញោមនៅពេលដែលគាត់ចាស់ជរាទៅកូនខ្លះរៀងលក្ខណៈកពើមរអើមប៉ុន្តែយើងអត់គិតតាំងពីតូចមកដែលគាត់ពើមរអើមយើងឯងញោមអត់ទេញោមសូម្បីតែបាតជើងកូនណាក៏ហ៊ានថើបដែរមិនអញ្ចឹងអូយកូនខ្ញុំស្អាតម្លេះកូនខ្ញុំកើតមកសាច់ស្អាតថើបកូនអស់ហើយថើបដៃជើងសពគ្រប់បែបយ៉ាងហើយកូនខ្លះនឹងយកដៃទះក្បាលឪពុកនឹងពេកប៉កម្ដាយពេកប៉មិនដែលថាត្អូញដែរយ៉ាងម៉េចខឹងកូនស្អប់កូនមិនដែលមានទេមិនអញ្ចឹងញោមតែញោមសាកសួរគាត់ពីគាត់នៅរស់ក្តីនោះតែគាត់តែចេះខឹងកូនទេនៅពេលដែលកូនយកដៃយកអីដាក់លើស្មាផ្ទះក្បាលឪពុកម្ដាយពេកប៉អូសបាយចិត្តណាកូនដៃនឹងចេះវាយម្ដាយវាយឪពុកនៅតែស្រឡាញ់អញ្ចឹងស្រឡាញ់កូនឃើញទេស្រឡាញ់កូនរហូតមិនដែលយកទោសពេជាមួយកូនទេនឹងទឹកចិត្តឪពុកម្ដាយអញ្ចឹងណាបាតជើងក៏ហមងាលហ៊ានថើបប៉ុន្តែកូនអត់ទេណាម៉ែចាស់ទៅហើយម៉ែជ្រៀងជ្រួញគឺក្រេចចាស់មិនហ៊ានថើបទេពើមមិនអញ្ចឹងអត់សូវហ៊ានថើបទៅស្អែកពើមអត់ស្អាតដោយគេក្មេងមិនសូវហ៊ានថើបប៉ុន្តែយើងត្រូវចាំថាពីតូចម្ដាយឪពុកមិនដែលស្អប់ពើមមិនដែលពើមយើងយ៉ាងម៉េចទេកូនស្លាក់អីមិនត្រួសដៃលោកទៅខ្វេះចេញពីមាត់កូនបងតែមិនដែលពើមកូនយ៉ាងម៉េចទេកូនជុះអាចដាក់យ៉ាងម៉េចលៀងធម្មតាគ្មានស្អប់ពើមទេប៉ុន្តែកូនពេលម្ដាយចាស់ទៅមិនទ្រាំហ៊ានលៀងទេញោមណាខ្លាចពើមម្ដាយខ្លួនឯងឃើញទេចឹងបានថាគុណនឹងពីរនេះខុសគ្នាដាច់ស្រឡះរវាងឪពុកម្ដាយនិងកូនឪពុកម្ដាយស្រឡាញ់កូនគឺស្រឡាញ់យកតែមែនតែចេញពីបេះដូងរបស់គាត់តែម្ដងប៉ុន្តែកូនស្រឡាញ់គាត់មិនមែនចេញពីចិត្តទេពេលខ្លះយំសោកបោកខ្លួននៅពេលដែលគាត់ស្លាប់ទេពេលខ្លះនៅរស់អត់ឃើញទេហ្នឹងបានថាជាអ្នកអនុគ្រោះដល់កូនជាអ្នកទំនុកបំរុងនៅបាយទឹកទៅដល់កូនចៅប្រុសស្រីហើយអាត្មាដោយអាសាលើកឡើងអញ្ចឹងថាបើចង់ជូនអីគាត់ពិសាចង់ជូនគាត់ដើរលេងជូនឲ្យហើយតន់គាត់នៅមានជីវិតតើនេះញោមឪពុកម្ដាយនេះនៅញោមប្រុសហើយញោមប្រុសឥឡូវគាត់ថាញោមអបាសេកាជីវគំលៀងគាត់បានចែកឋានទៅហើយគម្រប់6ថ្ងៃ7ថ្ងៃនៅថ្ងៃស្អែកប៉ុន្តែនៅឡើយគឺនៅលោកឪពុករបស់កូនចៅប្រុសស្រីមែនទេញោមណាអស់ហើយអញ្ចឹងញោមបាទអាត្មាសូមមិនតើឪពុកបាទអញ្ចឹងតួគាត់ចាស់ក៏ដោយអញ្ចឹងកូនចៅប្រុសស្រីទាំងអស់ទៅយកចិត្តទុកដាក់កូនចៅយកចិត្តទុកដាក់គាត់ឲ្យមែនតែនតើណាថែរក្សាបងញោមដែលគាត់ចាស់ជាងថានៅពេលដែលគាត់មានវ័យចាស់អញ្ចឹងទៅចង់ជូនគាត់ទៅណាជូនទៅញោមតោះនេះកូនចង់ជូនអីគាត់ពិសាជូនឲ្យហើយតន់គាត់នៅមានជីវិតតន់គាត់អាចនៅពិសាបានតោះនេះកុំចាំគាត់បាក់ថ្មិញហើយបានចង់ទិញសាច់គោ1គីឡូ2គីឡូមកជូនគាត់សួរតែគាត់ហូបកើតទេទេពិសាកើតទេតើអត់ផងហ្នឹងបាក់ថ្មិញហើយហ្នឹងលែងស្គាល់រសជាតិហើយហ្នឹងបានអីយកមកដូចបញ្ឈឺគាត់ចឹងមើលការខុសត្រូវស្រឡាញ់គ្នាអញ្ចឹងណាបងប្អូនមើលញោមណាចាស់កូនចៅត្រូវជូនគាត់ទៅដើរលេងណាជូនទៅតន់គាត់នៅដើរកើតកុំចាំគាត់ដេកនៅនឹងកន្ទេលហើយបាននាំបងតែនាំទៅដើរលេងទៅកើតទេញោមជិះឡានតែបន្តិចហ្នឹងអាលាក់ឈឺចកេះទៅណាកើតឃើញទេ
ហើយប្រសិនបើប្អូនណាធ្លាប់ប្រើពាក្យសម្ដីណាមួយមិនសមរម្យជាមួយបងប្អូនកុំខ្លាចខ្មាស់គេកុំខ្លាចតែអត់ហ៊ានសុំទោសបងទេខ្លាចខ្មាស់គេអត់ហ៊ានសុំទោសឪពុកម្ដាយទេខ្លាចខ្មាស់គេធ្លាប់ប្រើពាក្យសម្ដីតគោះបោះបោកកន្លែងណាមួយសុំទោសកូនខ្លះញោមមិនមែនខំគ្រួសារញោមទេណាកូនខ្លះអត់ទេហ៊ានលើកដៃសុំទោសអ្នកដទៃហ៊ានលើកដៃសំពះម្ដាយក្មេកឪពុកក្មេកប៉ុន្តែម្ដាយខ្លួនឯងពេលកូនធ្វើខុសអត់ហ៊ានលើកសំពះសុំទោសម៉ែឪទេអត់ហ៊ានសុំទោសបងប្អូនខ្លួនឯងខ្លាចខ្មាស់គេឃើញទេចឹងអត់ទេក្នុងនាមយើងជាកូនជាប្អូនត្រូវចេះសុំកម្មាទោសសុំទោសនៅពេលដែលគាត់មើលឃើញតើនេះញោមសុំទោសនៅពេលដែលគាត់មើលឃើញយើងដឹងកំហុសមកសុំទោសគាត់សប្បាយចិត្តត្រេកអរថាកូនថាប្អូនចេះសុំទោសបងសប្បាយចិត្តរួមរស់នៅជាមួយគ្នាសុខសាន្តណានៅអាត្មាអាសាឃើញអញ្ចឹងពេលខ្លះមិនហ៊ានទេប៉ុន្តែម្ដាយក្មេកអញ្ចឹងលាហ៊ានណាសំពះលើកដៃសំពះថ្វាយបង្គំ3ដងអញ្ចឹងទៅប៉ុន្តែឪពុកម្ដាយខ្លួនឯងមិនហ៊ានទេមើលលិចមើលកើតហ្នឹងខ្លាចខ្មាស់គេមើលទៅមិនសមតាំងទេអត់ហ៊ានសុំទោសម៉ែខ្លួនឯងទេអត់ទេបើថាសុំទោសគាត់នៅពេលដែលគាត់នៅមានជីវិតកុំចាំគាត់ស្លាប់បាត់ទៅហើយបានកូនចៅប្រុសស្រីហ្នឹងនាំគ្នាលើកចំអះសុំខមាទោសគាត់សួរថាមានន័យទេញោមគាត់នៅដឹងទៀតទេអត់ទេគាត់បានឃើញផ្ទាល់នឹងចក្ខុនឹងភ្នែករបស់គាត់តែថ្ងៃនេះកូនរបស់ខ្ញុំបានសុំខមាទោសចំពោះខ្ញុំហើយថាគាត់មិនបានឃើញផងហ្នឹងតែបើសិនបើគាត់នៅមានជីវិតគាត់សប្បាយចិត្តថាកូនខ្ញុំចេះដឹងខុសដឹងទោសសពគ្រប់បែបយ៉ាងគាត់សប្បាយចិត្តថាកូនខ្ញុំចេះកែខ្លួនអញ្ចឹងទៅហើយចូលបើសិនបើកូនមិនចេះសុំទោសចាំសុំខមាទោសនៅពេលដែលគាត់ស្លាប់បាត់ទៅហើយលោកឲ្យឈ្មោះថាគ្មានន័យទេគ្មានខ្លឹមសារទេតើនេះញោមអត់មានន័យពីព្រោះអីថាគាត់លែងដឹងខ្លួនហើយគាត់លែងឃើញលែងដឹងទាំងអស់យើងសុំខមាទោសដូចជាគ្មានន័យអញ្ចឹងបើសិនបើចង់សុំទោសក្តីសុំខមាទោសគាត់ក្តីធ្វើសេចក្តីល្អជាមួយគាត់ក្តីតែធ្វើនៅពេលដែលគាត់នៅមានជីវិតគាត់នៅមើលឃើញតើនេះញោមតើនេះទី4ជាអ្នកណែនាំកូនឲ្យធ្វើល្អនៅក្នុងសង្គមគ្មានម្ដាយឪពុកណាណែនាំកូននឹងឲ្យប្រព្រឹត្តអាក្រក់អីគ្មានទេញោមណាមើលមានញោមណាមានកូនចៅឲ្យដឹកនាំកូនចៅឲ្យប្រព្រឹត្តអាក្រក់មានទេញោមមានទេមានញោមណាមួយតែកូនឯងទៅលួចតរេនគេពី3ផ្លែមើលតែទៅលួចចន្ទទីគេមានញោមណាប្រកបចឹងឯងញោមថាអត់ទេឪពុកម្ដាយទាំងអស់សុទ្ធតែណែនាំកូនឲ្យប្រព្រឹត្តធ្វើនៅសេចក្តីល្អនៅក្នុងសង្គមតែសង្គមគេត្រូវការគ្មានឪពុកម្ដាយឯណាបង្គាប់បញ្ជាឲ្យកូនប្រព្រឹត្តនៅអំពើអាក្រក់នោះទេមានតែការពាររារាំងកុំឲ្យកូនរបស់ខ្លួននឹងប្រព្រឹត្តនៅអំពើអបាយមុខបាទប្រព្រឹត្តនៅបញ្ចវិរិយទាំង5ជាដើមអញ្ចឹងម្ដាយឪពុកទូមានសពគ្រប់បែបយ៉ាងកូនណាត្រូវចេះស្រឡាញ់បងប្អូនត្រូវចេះរស់នៅក្នុងសង្គមឲ្យដូចវង្សតកលរបស់យើងអញ្ចឹងឃើញទេទី5ជាអ្នកប្រាប់ផ្លូវឲ្យកូនទៅកាន់សុគតិភពសុគតិប្រែមកថាកន្លែងល្អសំដៅទៅលើឲ្យកូនចេះធ្វើនៅបុណ្យកុសលហើយដូចថ្ងៃហ្នឹងអញ្ចឹងធ្វើបុណ្យតក្កិណានុបទានគម្រប់ខួប7ថ្ងៃជូនញោមអបាសិកាជាគឹមលៀងអញ្ចឹងហើយកូនចៅប្រុសស្រីមិនអាចពឹងញោមអាចារ្យបានទេតើនេះញោមគ្រាន់តែរកគាត់មកធ្វើជាអ្នកនាំផ្លូវដឹកនាំញោមញាតិទាំងអស់ធ្វើនៅបុណ្យកុសលហ្នឹងឲ្យទើកុសលជូនទៅដល់ញោមអបាសិកាជាគឹមលៀងហ្នឹងទេតើនេះញោមអត់មានទៅពឹងលោកអាចារ្យឲ្យលោកអាចារ្យឲ្យទើកុសលឲ្យបន្តិចទៅញោមសួរគាត់មើលសូមជូនមគ្គផលចំពោះទៅដល់ពីណាមេត្តាបិតាគាត់មេត្តាបិតាគាត់ហ្នឹងចឹងទោះបីជាយ៉ាងណាក្តីកម្មវិធីបុណ្យនេះគឺជាកិច្ចកម្មគឺជាកិច្ចការងាររបស់កូនចៅប្រុសស្រីទាំងអស់តើនេះញោម
ដើម្បីឲ្យទិកសជូនគាត់មានតែកូនចៅនឹងទេគ្មាននរណាក្រៅពីកូនចៅនឹងទេទៅចាំអញ្ចឹងតែម្ដងនឹងទួនាទីរបស់ម្ដាយឪពុកទាំង5នេះចំពោះកូនចៅហើយអាត្មានឹងលើកយកមួយទៀតថាគោលបំណងរបស់ឪពុកម្ដាយចង់បានអីវិញពីកូនចាំស្ដាប់ឲ្យតាន់ញោមណាចឹងគោលបំណងម្ដាយតែចង់បានអីពីកូនវិញទី1ចង់ឲ្យកូនចិញ្ចឹមបីបាច់ថែរក្សាគាត់ទំនុកបំរុងនៅបច្ច័យទាំងឡាយ4ដល់គាត់វិញនៅពេលដែលគាត់ចាស់ជរាទៅតោះនេះញោមគាត់ខំប្រឹងរកពីអ្នកយាយតាតាំងពីគាត់នៅរស់មកគោលបំណងតែមួយទេគឺចង់ឲ្យកូនចិញ្ចឹមគាត់វិញនៅពេលដែលគាត់ចាស់ជរាទៅតោះនេះញោមចឹងគោលបំណងម៉ែឪយើងខំប្រឹងចិញ្ចឹមកូនមកចង់បានប៉ុណ្ណឹងទេគាត់អត់ចង់បានទ្រព្យសម្បត្តិយកទៅជាមួយទេពីព្រោះអីទ្រព្យសម្បត្តិมันអាចយកទៅជាមួយបានទេក្រៅអំពីបុណ្យរបស់គាត់ដែលគាត់បានធ្វើចឹងក្នុងលោកនេះមនុស្សដែលអាចយកទៅបានមានតែ2យ៉ាងទេញោមតោះនេះរបស់តែ2យ៉ាងទេដែលអាចយកទៅជាមួយបានមានតែអំពើល្អនិងអំពើអាក្រក់មានតែ2ហ្នឹងទេញោមដែលអាចយកទៅជាមួយបាននោះតោះនេះញោមមានតែ2ហ្នឹងទេញោមអបាសកាជាវគំលៀងនៅពេលដែលគាត់ធ្វើមរណកាលទៅក្តីតាំងពីគាត់នៅរស់ក្តីគោលបំណងគាត់ចង់ឲ្យកូននឹងចិញ្ចឹមទំនុកបំរុងនៅបច្ច័យទាំងឡាយ4វិញបច្ច័យទាំងឡាយ4មានអីខ្លះជ័យវរៈបណ្ឌបាតសេនាសនៈនិងកលៀនភេសជ្ជៈបច្ច័យហ្នឹងហើយអីគេជ័យវរៈបច្ច័យគ្រឿងស្លៀកពាក់តោះនេះមកលើកពីខាងដើមអញ្ចឹងថាសម្លៀកបំពាក់ជ័យវរៈបច្ច័យបើប្រសង់ស្បង់ស្បែកត្រៃជីវរបើម្ដាយឪពុកយើងគឺសម្លៀកបំពាក់ហ្នឹងហើយតែគាត់មានសម្លៀកបំពាក់នឹងគ្រប់គ្រាន់អត់ឃើញទេមានភួយមានអីសពគ្រប់បែបយ៉ាងសម្រាប់ដណ្ដប់អត់តាំងពីញោមគិតមើលពីតូចមកហ៊ានតែខែរងាហ៎អូទិញភួយល្អល្អយកមកទុកសម្រាប់កូនដេខ្នើយផងសម្លៀកបំពាក់ក្រាស់ក្រាស់ដេសម្រាប់ទុកឲ្យកូនខ្លាចកូនរងាខែក្តៅខ្លាចកូនក្តៅទិញសម្លៀកបំពាក់សមរម្យឲ្យកូនទៀតឃើញទេចឹងនៅពេលដែលគាត់ចាស់ជរាទៅគឺគាត់ពឹងកូនហ្នឹងហើយជាអ្នកចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងនៅបច្ច័យទាំងឡាយ4ទី2បណ្ឌបាតបច្ច័យគឺអាហារហូបចុកសពគ្រប់បែបយ៉ាងហ្នឹងចឹងហើយបានអាត្មាលើកពីខាងដើមអីថាតាមបុណ្យនានាក្តីថាកូនគេមិនសូវឲ្យពិសាបាយជាមួយម្ដាយឪពុកទេតោះនេះហើយញោមពិសាមួយគ្នាហ៎ពិសាជាមួយម៉ែឪដែរហ៎គេថាអត់ទេគេថាម៉េចឪពុកម្ដាយត្រូវបែងចែកឲ្យដាច់អាម៉េចបានថាបែងចែកឲ្យដាច់គេចាត់ទុកម្ដាយឪពុកថាគឺជាព្រះរបស់កូនចៅតោះនេះញោមជាព្រះកន្លងរបស់កូនចៅប្រុសស្រីអញ្ចឹងបានមុននឹងពិសាបាយក្តីគេត្រូវដួសទុកហ៎ដួសសឡដួសបាយនឹងត្រូវដាក់ថាសមកថាសអញ្ចឹងទៅទុកសម្រាប់គាត់ហើយកូនចៅពិសាអញ្ចឹងទៅហើយប្រមាណនេះទុកឲ្យគាត់នៅពេលគាត់ចង់ពិសាមកថ្វាយបង្គំជូនគាត់អញ្ចឹងទៅដូចញោមប្រគេនប្រសង់អញ្ចឹងញោមទៅវត្តចេះថ្វាយបង្គំប្រសង់លើកចង្ហាន់នឹងប្រគេនប្រសង់មិនអញ្ចឹងញោមឪពុកម្ដាយដូចគ្នាអញ្ចឹងដែរតោះនេះដូចគ្នាអត់មានខុសគ្នាតលតែសោះកូនណាបានប្រតិបត្តិបានទំនុកបំរុងនៅបណ្ឌបាតបច្ច័យដល់ម្ដាយឪពុករបៀបនេះកូននេះស្លាប់ទៅមិនជាយុទ្ធមានន័យថាមិនធ្លាក់ទៅអបាយមាននរកប្រែតេរឆានអសូរកាយហាន4នេះគេបិទហ៎ចឹងកូននឹងស្លាប់ទៅតកើតជាទេវតាជាព្រំជាអីចឹងទៅជាមនុស្សចឹងទៅដោយអំណាចនៃកូននឹងប្រតិបត្តិទំនុកបំរុងនៅបច្ច័យទាំងឡាយ4ដល់ម្ដាយឪពុកយើងនឹងចឹងបណ្ឌបាតបច្ច័យហ្នឹងសំខាន់ទី2សេនាសនៈបច្ច័យនៅពេលដែលកូនធំចឹងទៅហើយយ៉ាងម៉េចត្រូវមើលផ្ទះសម្បែងរៀបចំទុកដាក់ផ្ទះសម្បែងនឹងឲ្យបានស្អាតឃើញទេរៀបចំផ្ទះសម្បែងមើលម៉ែកន្លែងម៉ែសម្រាននឹងស្រួលអត់មានពូខ្នើយមានកន្ទេលមានអីត្រឹមត្រូវអត់ទី4កលៀនភេសជ្ជៈបច្ច័យមានន័យថានៅពេលដែលគាត់
thư đồng cắt đây nâng cái liên là phê sẽ bạch cháy men thà phê sẽ ấy do từ chun quạt bị xa dù từng nôm ba em lời nè thà ọt đề nằm cài rộp xua thà mai xua thà pa miên thư ấy ọt và thư câu nôm dọc từ pet từ bị nát từ chia ba chân từ dọc chất tục đạ mơ ca khâu trời quạt đôi tăng bị quạt dọc chất tục đạ mơ ca khâu trời chấm pua con trai pro sray thằng ọt nè nè một hà tụm nốc bầm rong nơi phải chạy thằng lai buôn chấm pua ở bốc mà đai rồi bao dương np đã quạt cha chariya từ nâng một hà chỉ nẹt ban tụm nốc bầm rong này np đã quạt cha chariya tới cứ quạt trong bàn trắng bị con chạy con khla mọc chọc bạch đầy chương chân tới cuộn chọc bạch mai miền sư chừng cây ấy tròn na ấy giang na cuộn chọc bạch quạt chân từ đôi tăng bị tàu chân á mai chập con lên cuộn con lên chân tới np đại là np đã quạt cha chariya tới dương đôi kia rằng trời che xua noam quạt chân từ nè cô bầm non mà đài ở bốc rồi bò dương trắng ti mũi trong ở con chỉnh trăm bay bạch hai là xa quát np đã quạt cha chariya từ ti pi chui ca nghe quạt rồi nhé chui ca nghe quạt chui ca ngheយ៉ាងម៉េចនៅពេលដែលគាត់ចាស់ចរិយាទៅគ្មានពឹងនរណាបានក្រៅពីកូននឹងទេតោះនេះញោមអត់មានពីណាពឹងបានក្រៅពីកូននឹងទេអញ្ចឹងទុកដាក់ការងារសពគ្រប់បែបយ៉ាងគឺទៅលើកូនហើយទាំងស្រែចំការក្តីច្បារដំណាំសពគ្រប់បែបយ៉ាងគឺអាស្រ័យទៅលើកូននឹងហើយគាត់ខំប្រឹងរកមកទាំងអំបាលបានពីអ្នកយាយតានឹងគោបំណងចង់ឲ្យកូននឹងថែរក្សាអញ្ចឹងចង់ឲ្យកូនថែរក្សានៅទ្រព្យគេមរតករបស់គាត់ដែលគាត់ខំប្រឹងហូរញើសទាំងថ្ងៃទាំងយប់សម្រាប់ទុកឲ្យកូនទាំងអស់គ្នាតោះនេះយោចឹងទី2ថាត្រូវចេះជួយការងារគាត់មិនថាការងារស្រែចម្ការទេសូម្បីដាំទឹករែកទឹកដាំបាយពុះអូសពគ្រប់បែបយ៉ាងក៏ត្រូវជួយធ្វើការងារគាត់ដែរពីព្រោះអីតាគាត់ខំប្រឹងមកហើយ50 60 70ឆ្នាំមកហើយចឹងល្មមឲ្យគាត់បានសម្រាប់ស្រួលកូនចៅប្រុសស្រីត្រូវបន្តវេនម្ដងហើយទី3ថែរក្សាវង្សត្រកូលថែរក្សាវង្សត្រកូលនឹងថែយ៉ាងម៉េចថាតាំងពីក្រុមគ្រួសារញោមជាវគីមលៀងហ្នឹងក្រុមគ្រួសារគាត់ល្បីរន្ទឺនៅក្នុងព្រំតាអង្គអញ្ចឹងទៅមានគេស្រឡាញ់គេចូលចិត្តច្រើនអញ្ចឹងទៅគេរាប់អានច្រើនមែនដែរអស់ពីញោមអបាសិកាញោមអបាសក់ទៅស្រាប់តែកូននឹងឆ្លោះទាស់តែងបកែកគ្នាអាហ្នឹងតអត់ទេអញ្ចឹងក្រុមគ្រួសារពីមុនមកយ៉ាងម៉េចគាត់ថែរក្សាយ៉ាងម៉េចថាបងប្អូនកូនចៅចេះស្រឡាញ់គ្នាណាមិនចេះដណ្ដើមគេមរតកគ្នាទេអញ្ចឹងយើងត្រូវចេះថែរក្សាវង្សតកូលអញ្ចឹងមិនតែអស់ពីគាត់ទៅហើយស្រាប់អ្នកស្រុកនិយាយតែក្រុមគ្រួសារនេះអស់ពីម្ដាយអស់ពីឪពុកទៅស្រាប់តែឆ្លោះដណ្ដើមគេមរតកគ្នាថាអត់ទេអញ្ចឹងគោលបំណងម្ដាយឪពុកថាចង់ឲ្យកូននឹងថែរក្សាវង្សតកូលរបស់គាត់អញ្ចឹងតវងតកោរហូតតរៀងទៅគ្រប់ចំនួនអញ្ចឹងនឹងគោលបំណងរបស់ម្ដាយឪពុកទី4ថែរក្សាទ្រព្យនិងប្រតិបត្តិនៅពេលដែលគាត់ចាស់ជរាទៅឃើញទេអញ្ចឹងគោរពប្រតិបត្តិគាត់អញ្ចឹងថ្ងៃនេះកូនចៅប្រុសស្រីធ្វើបុណ្យនេះត្រូវគោរពចំពោះបដិគាហកៈចំពោះព្រះសង្ឃដើម្បីឲ្យទិកុសលនឹងជូនទៅដល់គាត់អញ្ចឹងទៅហើយចុងក្រោយដែលគាត់ចង់បានបំផុតគឺត្រូវធ្វើបុណ្យឧទ្ទិសកុសលជូនទៅដល់គាត់នៅពេលដែលគាត់ស្លាប់ទៅលោកឲ្យឈ្មោះថាតេខេណានុបទានធ្វើបុណ្យតេខេណានុបទានឧទ្ទិសកុសលជូនទៅដល់គាត់ហើយការធ្វើបុណ្យតេខេណានុបទានដើម្បីឧទ្ទិសកុសលជូនទៅដល់គាត់នេះកូនចៅប្រុសស្រីត្រូវតែប្រកបទៅដោយអង្គ3តើនេះញោមចឹងធ្វើបុណ្យតេខេណានុបទាននេះដើម្បីឧទ្ទិសកុសលជូនទៅដល់ញោមឧបាសិកាជាវគឹមលៀងត្រូវប្រកបទៅដោយអង្គ3ហើយអង្គ3ហ្នឹងអីគេទី1សង្ឃហមនិសុបតិថេតាជាទានតម្កល់នៅល្អក្នុងសង្ឃតើនេះញោមសង្ឃហមនិសុបតិថេតា
ជាទានតម្កល់នៅល្អក្នុងសង្ឃអាមិនថាជាទានតម្កល់នៅល្អក្នុងសង្ឃថាកិច្ចនៅពេលព្រឹកនេះញោមធ្វើបុណ្យតក្កណានុបទាននេះគឺគោលបំណងគេឲ្យយើងមានសិលតោះនេះញោមសំខាន់សិលធ្វើបុណ្យនេះមានន័យថាឲ្យញោមកាន់សិលញោមកាន់សិល5ឲ្យជាប់អញ្ចឹងឧទាហរណ៍ថា1ឆ្នាំ2ឆ្នាំមកញោមមិនដែលកាន់សិលទេចឹងក្នុងមួយថ្ងៃនេះញោមធ្វើម៉េចកាន់សិលនឹងឲ្យបានដើម្បីអីដើម្បីម្ដាយរបស់ញោមទេមិនមែនដើម្បីនរណាទេតោះនេះញោមចឹងស្អែកនេះសង្ឃមនិសុបតតតាជាទានហ្នឹងអ្វីទៅថាជាការប្រកេនជាការឲ្យចឹងទៅនិយាយមកថាជាការប្រកេនចឹងទៅនៅតយទាននៅព្រឹកស្អែកហ្នឹងចឹងទី1ដំបូងគឺត្រូវមានសិលញោមទៅធ្វើអីពីណាពីណីមកអានោះមិនដឹងទេប៉ុន្តែក្នុងគណៈពេល10-20នាទីនេះនៅពេលលោកអាចារ្យដឹកនាំថាណាកូនចៅចូលមកក្នុងមហារោងប្រសង់និមន្តមកហើយចេះក្រោកទទួលអញ្ចឹងទៅទទួលប្រសង់ហ្នឹងកិច្ចដែលកូនចៅត្រូវធ្វើនៅព្រឹកស្អែកហ្នឹងដូចអំបញ្ញមកអញ្ចឹងនៅពេលប្រសង់និមន្តមកចម្រើនព្រះបរិត្តក្តីសម្ដែងពធក្តីកូនចៅប្រុសស្រីងើបក្រោកឈរអញ្ចឹងទៅហើយកិច្ចស្អែកនេះសំខាន់គឺកូនចៅប្រុសស្រីត្រូវមានសិលហ្នឹងហើយអញ្ចឹងកុំភ្លេចណាមិនមែនប្រសង់ថាអ្នកមោតាសៈ3ចប់មាត់នឹងបិទដដែលអត់ទេចឹងសមាទានសិលពេលប្រសង់ថាយ៉ាងម៉េចកូនចៅប្រុសស្រីត្រូវតែថាតាមតោះនេះដើម្បីម្ដាយរបស់កូនចៅប្រុសស្រីដើម្បីញោមឧបាសិកាជីវគីមលៀងហ្នឹងបើកូនចៅធ្វើប៉ុណ្ណឹងបានទេអាហ្នឹងពិបាកដែរញោមណាបើខ្វះអង្គណាមួយហើយគឺมันអាចឧទ្ទិសកុសលនឹងជូនទៅដល់គាត់បានទេចឹងតើទៅគ្រប់អង្គទាំង3ហ្នឹងចឹងទី1ស្អែកហ្នឹងត្រូវមានសិលដែរត្រូវមានសិលបន្ទាប់ពីវេប្រកេនអីប្រសង់ចម្រើននៅព្រះសតបករណៈអភិធម្មតាបាំងស្គរចប់ក្តីញោមចប់ហើយកិច្ចកម្មវិធីញោមចង់ទៅធ្វើអីទៀតក៏បានដែរលែងអីដែរចឹងសូមគណៈពេលដែលមានពេលប្រសង់និមន្តមកសមាទានសិលលោកអាចារ្យដឹកនាំសូមត្រៃសារណគមចឹងទៅសិក្ខាបទ5ចឹងទៅបាណាតិបាតាថាតាមចឹងទៅក្នុងគណៈពេលហ្នឹងញោមមានតាន់បានទៅសម្រាប់សត្វឯណាញោមមិនចឹងណាញោមកំពុងធ្វើសេចក្តីល្អក្នុងគណៈពេលហ្នឹងពេលប្រសង់ស្វាបជាបទពេលប្រសង់កំពុងឲ្យសអញ្ចឹងទៅញោមថាតាមអញ្ចឹងទៅឲ្យគ្រប់គ្នាតោះនេះកូនចៅចឹងកូនចៅទាំងអស់ច្រើនណាស់5-6នាក់ចឹងស្អែកនេះត្រូវថាឲ្យគ្រប់គ្នាទៅថាឲ្យលឺអញ្ចឹងទៅអ្នកមោតាសៈឲ្យលឺតាមប្រសង់អញ្ចឹងទៅដើម្បីម្ដាយរបស់យើងហ្នឹងតោះនេះឧទ្ទិសកុសលជូនទៅដល់គាត់ហើយការឧទ្ទិសនេះទៀតសោតមាន4ទៀតញោមទី1យកទឹកចឹងបានលោកអាចារ្យនៅពេលចិត្តយ៉ាងកេញឲ្យកូនចៅរកទឹកសុទ្ធហ្នឹងទឹកសុទ្ធតាំងកូនចៅរកទឹកសុទ្ធដើម្បីជ្រោយទឹកឃើញទេជ្រោយទឹកដើម្បីអីយកធរណីធ្វើជាសាក្សីតែថ្ងៃនេះខ្ញុំបានធ្វើហើយបានសមាទានសិលហើយអញ្ចឹងខ្ញុំបានឧទ្ទិសហើយបានឧទ្ទិសកុសលនេះជូនទៅដល់អ្នកម្ដាយជីវគឹមលៀងរបស់ខ្ញុំហើយចឹងសូមធរណីធ្វើជាសាក្សីប្តឹងទៅដល់ពពួកទេវតាអញ្ចឹងទៅក្តីថាខ្ញុំបានធ្វើបុណ្យតក្កណានុបទានគម្រប់ហួស7ថ្ងៃនៅព្រឹកហ្នឹងហើយចឹងសូមកុសលផលបុណ្យនេះសូមវិបាកវិញ្ញាណរបស់គាត់ទៅបដិសន្ធិកន្លែងនៅសំគួរដោយអំណាចនៃបុណ្យកុសលដែលកូនចៅប្រុសស្រីបានធ្វើដែលកូនបានសមាទាននៅសិក្ខាបទ5ដើម្បីឲ្យកើតនៅគុណធម៌របស់សិលហ្នឹងឃើញទេចឹងឧទ្ទិសកុសលអញ្ចឹងជូនទៅដល់អ្នកម៉ែហើយសូមម៉ែនឹងត្រេកអរអនុមោទនានៅបុណ្យកុសលដែលកូនចៅប្រុសស្រីបានធ្វើក្នុងគណៈវេលាឱកាសហ្នឹងអញ្ចឹងទៅនឹងទី1ទី2ទាយកាnăngឧទ្ទិសសេអ្នកមានន័យថាអ្នកដែលឧទ្ទិសគឺកូនចៅមិនមែនលោកអាចារ្យមិនពឹងប្រសងនឹងទេញោមណាមិនពឹងយាយតាទេយាយតាលោកអាចារ្យគាត់ឧទ្ទិសនឹងឲ្យញាតិគាត់ឲ្យសាច់ញាតិរបស់គាត់មិនបានឧទ្ទិសអកុសលឧទ្ទិសនឹងទៅដល់ញាតិរបស់ញោមទេអញ្ចឹងការឧទ្ទិសនេះប្រៀបបានដូចជាញោមយកលុយទៅដាក់វិញញោមណាធ្លាប់យកលុយដាក់វិញញោម
ធ្លាប់ដាក់ទេបើញោមយកលុយទៅដាក់វិញហើយញោមអត់ប្រាប់លេខកូដទេអ្នកទទួលនោះគេទទួលកើតទេញោមចឹងអត់ទេទទួលមិនកើតញោមមានលុយមែនប៉ុន្តែញោមយកទៅដាក់វិញញោមយកទៅដាក់វិញហើយញោមអត់ប្រាប់លេខកូដអ្នកដកនោះដកកើតទេញោមអត់ទេអង្គ3នឹងដូចគ្នាអញ្ចឹងដែរញោមដាក់យកលុយទៅដាក់វិញហើយត្រូវយកលេខកូដនឹងផ្ញើទៅគាត់មិនអញ្ចឹងបានគាត់ដឹងថាលេខកូដនេះប្រមាណអាចដកលុយបានអញ្ចឹងតក្កណានុបទាននឹងដូចគ្នាអញ្ចឹងដែរញោមត្រូវឧទ្ទិសដូចគ្នាអញ្ចឹងដែរញោមហើយដូចញោមមកប្រមាណថាញោមថាទិញតរេនទេញោមទិញតរេនពីព្រះអង្គនឹងផ្ញើទៅសាច់ញាតិនៅភ្នំពេញហើយញោមគ្រាន់តែដាក់លើឡានពុកហើយយកទៅភ្នំពេញឡានក៏យកទៅហើយគ្រាន់តែយកទៅដល់ដឹងតែភ្នំពេញតម្លាក់ទុកនៅទីក្រុងភ្នំពេញភ្លាមប្រសិនបើញោមមិនប្រាប់ថាផ្ញើទៅឈ្មោះកខទេសួរតែគាត់ដឹងអីញោមអត់ទេតើតែញោមប្រាប់ថានេះតរេននេះយកទៅផ្ញើញោមឈ្មោះកចឹងបានគាត់យកទៅដាក់ឲ្យអ្នកកនឹងអាចទទួលបានចឹងបុណ្យនេះតក្កណានុបទានដែលញោមឧទ្ទិសនេះដូចគ្នាយ៉ាងដែរថាឧទ្ទិសកុសលផលបុណ្យដែលកូនបានធ្វើហើយវិបាកវិញ្ញាណរបស់អ្នកម្ដាយហ្នឹងសូមអ្នកម្ដាយរួចចាក់ទុកទោសទាំងឡាយទាំងពួងទៅបដិសន្ធិកន្លែងដ៏សមគួរដោយអំណាចនៃបុណ្យដែលកូនចៅប្រុសស្រីបានធ្វើប៉ិនបើខ្វះការឧទ្ទិសហ្នឹងអត់ដល់ទេណាញោមអត់ដល់ទេញោមមើលញាតិរបស់ព្រះបាទពំពាសាមើលញោមជាស្ដេចញាតិរបស់ព្រះបាទពំពាសាអស់មួយចន្លោះពុទ្ធរហូតមកដល់ចន្លោះព្រះពុទ្ធព្រះសមណគោតមញាតិរបស់ព្រះបាទពំពាសាញោមស្រាប់តែថ្ងៃមួយហ្នឹងគាត់ស្លាប់ទៅពីមួយជាតិមកបានទៅកើតជាប្រែតញោមធ្លាក់ទៅជាប្រែតដោយសារអីដោយសារពីសម័យពុទ្ធកាលនោះលោកយាយម្នាក់ហ្នឹងគាត់មានកូនហើយកូនហ្នឹងកំពុងតែយំគេកំពុងតែធ្វើនំទុកសម្រាប់ប្រគេនព្រះសង្ឃហើយត្រាប់តែកូនហ្នឹងយំអញ្ចឹងទៅម្ដាយហ្នឹងមិនដឹងធ្វើម៉េចយកនំហ្នឹងឲ្យកូនហ្នឹងទៅដើម្បីលួងកូនហ្នឹងក៏ញ៉ាំទៅហើយញ៉ាំអញ្ចឹងទៅមានអីទេដូចជាបាត់ហុចឲ្យម្ដុំទៀតអញ្ចឹងទៅហើយដល់សារអីថាចង្ហាន់ហ្នឹងគេរៀបទុកសម្រាប់ប្រគេនព្រះសង្ឃហើយដល់ទៅអស់ពីជាតិហ្នឹងទៅមានអីធ្លាក់ពេលស្លាប់ហ្នឹងទៅកើតទៅជាប្រែតញោមទៅជាប្រែតមកយំទួញសោកនៅក្នុងព្រះបរមរាជវាំងអញ្ចឹងទៅហើយព្រះរាជាព្រះបាទពំពាសាឆ្ងល់ថាហេនរណាគេមកយំនៅក្នុងព្រះបរមរាជវាំងយករឿងហ្នឹងទទួលទៅដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គថាគឺជាញាតិរបស់ព្រះអង្គជាញាតិរបស់ព្រះរាជាតាំងពីពុទ្ធកាលមកម្លេះទៅកើតជាប្រែតចឹងត្រូវធ្វើម៉េចដើម្បីឲ្យរួចចាស់អត្តភាពពីប្រែតហ្នឹងថាព្រះរាជាត្រូវតែធ្វើបុណ្យហើយឧទ្ទិសកុសលហ្នឹងជូនទៅដល់គាត់ចឹងទៅហើយញោមមានអីស្ដេចអាងតែខ្លួនឯងស្ដេចឲ្យគេរៀបចំតុបតែងអញ្ចឹងទៅឧទាហរណ៍ដោយលោកអាចារ្យអញ្ចឹងទៅឲ្យយាយតាអញ្ចឹងទៅរៀបចំអញ្ចឹងទៅរៀបចំធ្វើបុណ្យនិមន្តព្រះសង្ឃមកទទួលផាត់អញ្ចឹងទៅស្រាប់តែស្អែកឡើងមកយំម្ដងទៀតតែយ៉ាងម៉េចចេះខ្ញុំបានធ្វើបុណ្យនេះតាខ្ញុំបានខ្ញុំបានឲ្យគេធ្វើបុណ្យជាមួយព្រះសង្ឃឯតាអាម៉េចបាននៅមកយំទៀតព្រះអង្គសម្ដែងថាមកពីបរិជានឹងមិនបានធ្វើដោយផ្ទាល់ដៃរបស់ព្រះអង្គចឹងហើយបានញាតនឹងមិនបានទទួលនៅតយទានតយវត្ថុហ្នឹងនៅបាយទឹកនំចំណីហ្នឹងដើម្បីឧទ្ទិសកុសលហ្នឹងតើតែបរិជាតើតែព្រះអង្គហ្នឹងធ្វើដោយដៃផ្ទាល់ខ្លួនឯងបានបរិជារៀបចំចឹងទៅឧទ្ទិសកុសលធ្វើដោយដៃចឹងទៅហើយសម័យនោះញោមសុទ្ធតែព្រះអរហន្តមិនមែនបទុជនដោយសម័យឥឡូវហ្នឹងណាសុទ្ធតែព្រះអរហន្តហើយឧទ្ទិសកុសលហ្នឹងទៅដល់ប្រែតអត់ដល់ទៀតឃើញទេតើតែធ្វើដោយដៃផ្ទាល់របស់បរិជាញាតបានរួចចាក់អត្តភាពហ្នឹងទៅ
បានទៅបដិសន្ធិទៅចាប់កំណើតជាទេវតាខ្លះទៅជាមនុស្សខ្លះដោយអំណាចនៃបរិជានឹងបានធ្វើឃើញទេចឹងប៉ុននឹងដូចគ្នាយ៉ាងដែរតោះនេះញោមតក្ខណានុបទានចឹងចុងក្រោយពេតានាំងអត្តនោអនុមោទនេអ្នកអទិកុសលចឹងអទិកុសលដោយខ្លួនឯងបន្ទាប់អំពីអទិកុសលហើយអ្នកដែលស្លាប់ទៅត្រេកអរហើយត្រេកអរតាមរយៈអីថាកូនចៅប្រុសស្រីអទិនេះយកប្រសងនេះជាបដិគាហកៈហើយញោមអទិដោយខ្លួនឯងហើយមួយទៀតញោមផ្សាយដំណឹងនឹងទៅដល់ពពួកទេវតាហើយតែថ្ងៃនេះខ្ញុំបានធ្វើបុណ្យហើយធ្វើបុណ្យតក្កណានុបទានហ្នឹងហើយចឹងអទិកុសលជូនទៅដល់អ្នកម្ដាយជាវគំលៀងរបស់ខ្ញុំហើយចឹងសូមទេវតាផ្សាយដំណឹងផ្ដល់ដំណឹងនឹងទៅដល់គាត់ផងសូមឲ្យគាត់បានទទួលនៅបុណ្យកុសលដែលកូនចៅប្រុសស្រីបានធ្វើតោះនេះញោមតោះនេះប៉ុណ្ណឹងតោះសូមអនុមោទនាបើអញ្ចឹងប៉ុណ្ណឹងទៅចោះក៏ការសំដែងនៅពធទេសនាមកប្រមាណប៉ុណ្ណេះក៏ដល់នៅពេលវេលានឹងត្រូវបញ្ចប់ក៏មុននឹងបញ្ចប់ក៏សូមប្រម៉ែប្រមូលពុទ្ធដុំនៅកងការមហាកុសលដែលការអំពីអមិសទាននិងធម្មទាននៅក្នុងគណៈវេលាកាសនេះសូមផ្សាយនៅដំណឹងនេះទៅដល់វិបាកវិញ្ញាណរបស់ញោមឧបាសិកាជាវគំលៀងដែលគាត់ធ្វើមរណកាលទៅសូមគាត់ត្រេកអរអនុមោទនានៅបុណ្យកុសលដែលកូនចៅប្រុសស្រីបានធ្វើទាំងមួយផ្នែកទៀតសូមជូននៅបុណ្យកុសលទៅដល់ញោមញាតិពុទ្ធបរិស័ទទាំងអស់ដែលមានវត្តមាននៅក្នុងគណៈវេលាកិននេះស្ដាប់នៅពធទេសនាសូមបាននៅបុណ្យកុសលសូមបាននៅចំណែកបុណ្យជាបច្ច័យរួចចាក់ទុកទាំងឡាយទាំងពួងញោមប្រាថ្នានៅសម្បត្តិណាប៉ុណ្ណាសូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាអនុមោទនាអាយ៉ាងសង្ឃពេអ្នកសមត្តារីពធទេសនាដែលសម្ដែងទៅដោយអង្គខ្ញុំគណៈអាត្មាភាពមកប្រមាណប៉ុណ្ណេះក៏សន្មតទៅចប់ដោយសង្ខេបបែបខ្លីតែប៉ុណ្ណេះឯងអេវ៉ាំង